ជំរាបសួរបងប្អូនទាំងគ្នាថ្ងៃនេះគឺមានរូបមន្តជីទឹកមកមួយទៀតហើយសម្រាប់យកមកជំរាបជូនបងប្អូនគ្រាន់បានអនុវត្តហើយយកទៅស្រោចដំណាំដើម្បីបានផលទាំងអស់គ្នាអញ្ចឹងណាបាទហើយទឹកលាងអង្គដែលយើងលាយរួចហ្នឹងគឺយើងអាចស្រោចបានដូចជាដើមផ្កាដូចជាបន្លែក៏ដូចជាដំណាំហូបផ្លែមិនថាម្ទេសថាត្រប់ទេគឺយើងធ្វើបានទាំងអស់អញ្ចឹងទៅហើយបន្ទាប់មករូបមន្តផ្សំគឺយើងត្រូវមានទឹកលាងអង្គហើយចំណែកទឹកលាងអង្គគឺងាយបំផុតហើយបងប្អូនគ្រាន់តែលាងអង្គដាំបាយនេះយើងគ្រាន់តែទុកទឹកវាទៅមិនថាទឹកទី1ទឹកទី2ទេគឺយើងអាចប្រមូលយកមកប្រើបានទាំងអស់បាទបន្ទាប់ពីយើងមានទឹកអង្គរួចហើយយកមកបន្ថែមជាមួយនឹងរូបមន្តផ្សំ2មុខទៀតបាទដែលទី1គឺមានដូចជាស្ករត្នោតអញ្ចឹងណាបងប្អូនអានេះស្ករហៅថាស្កររងូអញ្ចឹងទៅបាទហើយទី2ហ្នឹងគឺយើងមានអំបិលបាទអំបិលគឺយើងដែលជាវត្ថុធាតុផ្សំជាមួយគ្នាជាមួយនឹងរូបមន្តជីទឹកនឹងដែរអញ្ចឹងទឹកអង្គយើងមានប្រហែលជាជិត2លីត្រឬក៏5លីត្រគឺយើងអាចលាយជាមួយនឹងស្ករត្នោតហ្នឹង2ស្លាបព្រាបាយអញ្ចឹងទៅបងប្អូនដាក់វាចូលគ្នាអញ្ចឹងទៅហើយបន្ទាប់មកបើយើងបន្ថែមជាមួយនឹងអំបិលហើយអំបិលគឺយើងមិនដាក់ច្រើនទេដាក់ត្រឹមតែមួយចុងស្លាបព្រាតែប៉ុណ្្នឹងបាទដាក់វាប៉ុណ្្នឹងរួចហើយបាទយើងធ្វើការកូរបញ្ចូលគ្នាឲ្យសព្វណាធ្វើម៉េចឲ្យលបាយហ្នឹងរលាយចូលគ្នាអញ្ចឹងទៅបាទអញ្ចឹងហើយកូរវាកូររៀងយូរបន្តិចដើម្បីស្ករត្នោតដើម្បីជាមួយនឹងអំបិលហ្នឹងឲ្យវារលាយចូលគ្នាទៅជាប្រភេទលបាយទឹកតែមួយអញ្ចឹងណាបាទហើយបន្ទាប់មកបានយើងត្រូវទៅរោដបរោអីហ្នឹងយកមកច្រកបាទហើយដបហ្នឹងគឺយើងច្រកវាឲ្យពេញអញ្ចឹងទៅហើយបន្ទាប់មកយើងអាចរក្សាទុកយកទៅរក្សាទុកប្រហែលជា1ម៉ោងឬក៏2ម៉ោងបើថាយកល្អយើងទុកវាមួយថ្ងៃមួយយប់អញ្ចឹងទៅមួយយប់អញ្ចឹងទៅហើយព្រឹកឡើងបាទយើងត្រូវយកទៅស្រោចអញ្ចឹងណាបងប្អូនហើយរបៀបដែលស្រោចហ្នឹងគឺយើងស្រោចក្នុងដូចថាមួយសប្តាហ៍យើងស្រោច2ដងទៅ3ដងអញ្ចឹងណាក្នុងមួយសប្តាហ៍អញ្ចឹងរូបមន្តផ្សំនេះគឺវាមិនពិបាកទេទី1យើងគ្រាន់តែមានទឹកអង្គទី2យើងមានស្ករត្នោតហើយទី3មានអំបិលតែពេលអញ្ចឹងយើងអាសាធ្វើស្រោចបានមូលហេតុដែលយកទឹកអង្គជាមួយនឹងស្ករត្នោតដាក់បញ្ចូលគ្នាដោយសារតែស្ករត្នោតគឺវាជួយបណ្ដុះនៅបាក់តេរីល្អនៅក្នុងដីហើយយើងបន្ថែមជាមួយនឹងអំបិលនេះដោយសារតែអំបិលគឺវាជួយកម្ចាត់សត្វល្អិតតូចនិងបាក់តេរីអាក្រក់ចេញពីដីអញ្ចឹងណាបងប្អូនហើយចំណែកអត្ថប្រយោជន៍ដែលយើងទទួលបានសរុបជារួមហ្នឹងគឺវាជួយបង្កើនជីវជាតិនៅក្នុងដីដែលយើងដាំដំណាំទៅធ្វើឲ្យដំណាំវាមានការលូតលាស់បានល្អអញ្ចឹងទៅហើយទី2នេះគឺជួយបណ្ដុះនៅបាក់តេរីល្អនៅក្នុងដីហើយទី3នេះគឺការពារសត្វល្អិតនិងជួយកាត់បន្ថយជំងឺនៅលើដំណាំរបស់យើងហើយនេះគឺជាជំរើសមួយដែលល្អដែរដែលយើងដាំជីតាមបែបធម្មជាតិដោយមិនបាច់ប្រើគីមីក៏យើងអាចធ្វើឲ្យដំណាំរបស់យើងនឹងមានការលូតលាស់កាន់ផ្លែកាន់ផ្កាបានល្អផងដែរសម្រាប់ជីមួយប្រភេទនេះ